ពិសេសយ៉ាងមកជាមួយខ្ញុំរៀបរាប់ប្រាប់នេះព្រះអង្គនេះឈើទៀននប់ឈើទៀលដែលដោះអត់មានមើលអត់មានអីទេទៅចេះធំទៅចឹងហើយនេះជានាងពូនឈើទៀននប់ហ្នឹងឯងជារបស់កម្រពិសិដ្ឋជាងគេហើយមួយនេះគឺវ៉ាត្រដិតយើងហ្នឹងប៉ុន្តែវ៉ាហ្នឹងធំមែនទែនប៉ុនកផ្លូវហើយវាដោះខ្មៅចូលគ្នាគេហៅវ៉ាចងឯងក៏យកមកសាងនេះនាងពូនសុតនាងពូនភ្លុកដំរីនេះសាច់នាងពូនសុតបាទហើយអង្គនេះគឺសាងពីស្នែងកវៃកាច់ជាប់នឹងដើមឈើគឺពិសេសហើយអង្គនេះអត់មានទេហើយចម្លែកអង្គនេះគឺភ្លុកដំរីនៅភ្នំតាម៉ៅហ្នឹងឯងកាលនោះសម្ដេចទេពវង្សនៅមានប្រជជនលោកទៅធ្វើពិធីចម្រើនភ្លុកនៅភ្នំតាម៉ៅក៏កាត់មកបានមកខ្ញុំទាំងមកគូតែម្ដងកាត់មកគូហ្នឹងគឺចង់ហ្នឹងបានមកខ្ញុំនៅនឹងខ្ញុំដល់រាល់ថ្ងៃហ្នឹងហើយនេះនាងពូនពិសេសនាងពូនស្រោបផ្លាទីនដុសរហូតនាងពូននេះពិសេសចម្លែកអង្គនេះចែកកាច់តាំងពីឆ្នាំ2008ចែកកាច់នេះតាមពុតរបស់ខ្ញុំមូមិនមកចំហៀងអញ្ចឹងទេតែពេលឲ្យជាងកាត់ឆ្លាក់ហ្នឹងគប់របោតប្រែជា2ទៅហើយឯឧត្តមហ៊ុនជាហ្នឹងក៏យកមកចំហៀងទៅណាហើយនៅខ្ញុំមកចំហៀងហ្នឹងឯងហើយក៏ខ្ញុំស្រឡាញ់តាកប៉ៅក៏ឆ្លាក់រូបតាកប៉ៅចិនហ្នឹងឯងហើយនៅឯឧត្តមហ៊ុនជានោះឆ្លាក់រូបភក្តិនេះបាទប្រវត្តិតែរបស់សំណប់ចិត្តខ្ញុំគឺមួយអង្គនេះគឺក្របអីរបស់ពិសេសរបស់នេះពិសេសខ្ញុំកំណត់ថាជាវត្ថុលើរបស់ទាំងពួងរកអត់មានទេរបស់នេះរបស់ពិសេសសំបីឧបសុកអានកាលនៅមានបច្ចុប្បន្នក៏តាមរកដែរក៏តាមរករបស់ហ្នឹងដែរពិសេសរបស់នេះខ្ញុំស្រឡាញ់ណាស្នែងកវៃកាច់នោះខ្ញុំស្រឡាញ់កម្រមកខ្សែនេះសុខពិសេស